បងប្អូននេះជារបៀបបង្កើត account Facebook តែមួយម៉ាត់នៅលើទូរស័ព្ទ iPhone ជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំស្មីថ្ងៃនេះវីដេអូមួយនេះគឺមកចង់ចែកម្លែកតាក់ទងជាមួយការបង្កើត account Facebook តែមួយម៉ាត់បង្កើតបានទាំងនៅលើទូរស័ព្ទ Android ទាំង iPhone អញ្ចឹងបងប្អូនគ្រាន់តែធ្វើតាមខ្ញុំតែប្រហែល step ទេបងប្អូនអាចបង្កើតបានហើយប៉ុន្តែមុននឹងបង្កើតបានទៅលើ Facebook តែមួយម៉ាត់បងប្អូនត្រូវមាន account Facebook របស់យើងលេងសពថ្ងៃសិនគឺយើងអាចបង្កើតស្រួលយើងមិនចាំប្រើប្រាស់ VPN VPS អីនាំញ៉ៃញ៉ៃទេអញ្ចឹងបងប្អូនអាចធ្វើតាមខ្ញុំមួយតាមប្រធីមកទៅចូលមើលរបៀបបង្កើតជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងឧទាហរណ៍បងប្អូនចូលមក account Facebook របស់បងប្អូនបែបហ្នឹងមកហើយយើងចុចទៅលើសញ្ញាត្រី3នឹងមួយមកបន្តមកទៀតបងប្អូននឹងឃើញមានពាក្យថា create Facebook profile អញ្ចឹងចុចលើនឹងមួយមកវាចេញម្ដងបែបនេះអញ្ចឹងបងប្អូនអាចដាក់ឈ្មោះបានអញ្ចឹងយើងអាចដាក់ឈ្មោះបងអាចដាក់ឈ្មោះអញ្ចឹងក៏បានឬដាក់ឈ្មោះមិនក៏បានណាមួយម៉ាត់ពីរម៉ាត់ក៏បានសាច់យើងឯងអូខេអញ្ចឹងយើងដាក់ឈ្មោះឲ្យចេញអញ្ចឹងមកហើយចុចពាក្យ continue ទៅអូខេបន្តមកទៀតបងប្អូនចុចពាក្យ create profile ហ្នឹងមកវាបងប្អូនតែ create ឲ្យអីអញ្ចឹងបន្ទាប់មកគឺបាន account ទៅលើ Facebook មួយហ្នឹងហើយចាំបងប្អូនអាចដាក់ទៅលើរូបអូខេឥឡូវខ្ញុំចេះដាក់សិនណាហើយយើងចុចពាក្យ next ទៀតមកហើយកន្លែងនេះយើងចង់ add friend ទៅគេក៏បានអត់ក៏បានអញ្ចឹងចុច next ទៀតទៅយើងចុច continue យើងចាំ add ពេលក្រោយកន្លែងនេះយើងដោះចេញទៅចាំយើងពេលក្រោយខ្ញុំ join ក៏បានដែរតើតងជាមួយ group តើតងជាមួយនឹង follow page ខ្ញុំថាមិនបាច់តន់ទេអញ្ចឹងចុច next ទៀតខ្ញុំចាំប្រើពេលក្រោយអញ្ចឹងបន្ទាប់ពីប៉ុណ្្នឹងហើយបងប្អូនចុចពាក្យបងប្អូនចុចខ្វែងខាងលើក៏បានចុច not now ក៏បានដែរអូខេចុចប៉ុណ្្នឹងមកហើយចុចពាក្យ done អញ្ចឹងយើងបាន account Facebook មួយហើយដែលឈ្មោះតែមួយម៉ាត់ទេអូខេចេញមកនេះ SH ញ៉ូឈ្មោះលយទៅថ្ងៃនេះយើងអាច add friend អញ្ចឹង add friend យើងអាច add ទៅនរណាគេទៅសាច់ចិត្តយើងអូឥឡូវអានេះតើតជាមួយព័ត៌មានផ្សេងៗទៀតបងប្អូនអាចពេញខ្លួនឯងបានណាខ្ញុំគ្រាន់តែប្រាប់បង្ហាញតែប៉ុណ្្នឹងទេតើតជាមួយ username នេះក៏យើងអាចដូរចេញបានដែរឃើញអត់បាទ username នេះដូច account ពិតៗចឹងបងប្អូនអាច sub បង្កើតទៅតាមខ្ញុំសិនទៅបើសិនជាបានជោគជ័យកុំភ្លេច comment នៅខាងក្រោមឲ្យខ្ញុំបានដឹងផងវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនចូលចិត្តវីដេអូមួយនេះកុំភ្លេច follow and share វីដេអូមួយនេះ